មេរោគប្រមេះការតាមណាគឺការតាមរយៈផ្លូវភេទសម្រាប់អ្នកដែលមានដៃគូច្រើនចំពោះស្ត្រីឬក៏បរិសុទ្ធបើនៅជាមួយគ្នាហើយមានការធ្លាក់សហូរលំអត់ដូចខ្ទុះខៀវខាប់រមាស់ធំក្លិនស្អុយក្តៅឈឺក្រហាយផ្សាតាមទ្វារមាសឬក៏ផ្លូវភេទនោះជារោគសញ្ញាដែលបញ្ជាក់ថាយើងកើតប្រមេះហើយប្រមេះនេះបើសិនជាបរិសុទ្ធវិញគឺនាំមកក្តៅហ្មងឈឺមានអារម្មណ៍ថាកាហាយផ្សារមាស់ក្លិនស្អុយពីខាងក្នុងហើយបើសិនជាស្ត្រីវិញគឺកាហាយឈឺផ្សាពេលរួមភេទហើយនឹងពេលដែលនៅជាមួយគ្នាហើយបើសិនជាយើងអាចបានរកដំណោះស្រាយបានត្រឹមត្រូវទេបរិសុទ្ធងាយប្រឈមជាមួយការរលាកកពេញប្រូស្តាតរលាកពងស្វាខ្សោយផ្លូវភេទពិបាកមានកូនហើយបើសិនជាស្ត្រីវិញប្រឈមជាមួយការរលាកស្បូនរលាកទ្វារមាសឆ្លងដល់កូនមិនអាចមានកូនដូចគ្នាអញ្ចឹងបញ្ហានេះមិនអាចបដ ாய் ទុកយូរទេបងបរិសុទ្ធឬក៏ស្ត្រីដែលកើតមានឬក៏មានរោគសញ្ញាណាមួយដូចខ្ញុំរៀបរាប់សូមបញ្ញត្តិស្វែងរកដំណោះស្រាយឬក៏អាចធ្វើការប្រឹក្សាយោបល់ជាមុនសិនមុននឹងយើងដោះស្រាយបរិសុទ្ធងាយឆ្លងមេរោគអេដកម្រិតខ្ពស់ប្រសិនបើពួកគាត់មានបញ្ហាប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លាពុំរកដំណោះស្រាយបានត្រឹមត្រូវជាពិសេសធ្វើឲ្យបរិសុទ្ធខ្សោយសុខភាពផ្លូវភេទអាចនឹងរលាកដល់ពងស្វាតែចំណែកឯស្ត្រីវិញគឺប៉ះពាល់ខ្លាំងទៅដល់បញ្ហាពិបាកក្នុងការមានកូនឬក៏មិនមានកូននិងបញ្ហាកូនក្រៅស្បូនជាពិសេសបញ្ហាដែលត្រូវបារម្ភខ្លាំងបំផុតគឺបញ្ហារលាកស្បូនរលាកទ្វារមាសដែលមានការឈឺចាប់ពេលដែលនៅជាមួយគ្រួសារហូរទឹកលំអើថ្លាពីប្រដាប់ភេទក្លិនស្អុយជាប់ជាប្រចាំការរមាស់ក្តៅកាហាយឬក៏ឈឺឆាប់ឈួរនៅពេលដែលយើងបញ្ចេញទឹកកាមឬក៏ពេលដែលយើងបត់ជើងតូច